សម្រាប់ធុរជនដែលគាត់មានផលិតផលហើយមានបំណងក្នុងការនាំចេញតែចង់ដឹងពីនីតិវិធីនៃការនាំចេញអញ្ចឹងគាត់អាចចូលទៅក្នុង portal របស់ក្រសួងពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីវីដេអូលើកមុនយើងចូលតាមរយៈ website របស់ក្រសួងពាណិជ្ជកម្មតែលើកនេះយើងចូល direct ទៅកាន់ link ដំណភ្ជាប់ website តែម្ដងអញ្ចឹងគាត់អាច select យកពាក្យអ្នកនាំចេញលើកទី1ដើម្បីអាចឲ្យផលិតផលរបស់បងប្អូនអាចធ្វើការនាំចេញបានគឺអាជីវកម្មរបស់បងប្អូនត្រូវតែជាអាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីជំហានជាទូទៅដើម្បីអាចធ្វើការនាំចេញលើកទី1បានដោយស្របច្បាប់នៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញពាក់ព័ន្ធនឹងជំហានលម្អិតនីមួយៗជាជំហានទី1គឺអាជីវកម្មរបស់លោកអ្នកត្រូវតែចុះបញ្ជីដោយស្របច្បាប់ជំហានទី2គឺការស្នើសុំចុះបញ្ជីសម្រាប់អ្នកនាំចេញក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធជំហានទី3បង្កើតគណនីប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម CO ជំហានទី4ការស្នើសុំអាជ្ញាប័ណ្ណនាំចេញប្រសិនបើត្រូវការដោយករណីការនាំចេញឈើជាដើមជំហានទី5ស្នើសុំអាជ្ញាប័ណ្ណបត្រសុខាភិបាលរុក្ខាប្រមាញ់ជំហានទី6គឺស្នើសុំអាជ្ញាប័ណ្ណបត្រប្រភពដើមទំនិញ CO ជំហានទី7ការឃ្លាកយបន្ទាប់ទៀតយើងចូលទៅជំហានទី1ការចុះបញ្ជីអាជីវកម្មរបស់អ្នកនាំចេញអ្នកនាំចេញទាំងអស់ត្រូវធ្វើការចុះបញ្ជីអាជីវកម្មរបស់ខ្លួនអនុលោមតាមច្បាប់ជាធរមានអ្នកនាំចេញអាចធ្វើការចុះបញ្ជីអាជីវកម្មតាមថ្នាលរបស់រដ្ឋាភិបាលការចុះបញ្ជីអាជីវកម្មនេះសំដៅទៅលើការចុះបញ្ជីបង្កើតជាក្រុមហ៊ុនថ្មីបើសិនបើបងប្អូនមានក្រុមហ៊ុនដែលបានចុះបញ្ជីហើយអត់អីទេអាចរំលឹកជំហាននេះបានដោយសារបច្ចុប្បន្នយើងមានប្រព័ន្ធចុះបញ្ជីរបស់រដ្ឋាភិបាលដែលធ្វើការចុះបញ្ជីម្ដងបានដល់ទៅ4ស្ថាប័នមានក្រសួងពាណិជ្ជកម្មមានអគ្គនាយកដ្ឋានពន្ធដារមានក្រសួងការងារនិងចុះបញ្ជីជាមួយបេឡាជាតិសន្តិសុខសង្គមបសសនៅក្នុង portal ក៏មានដំណភ្ជាប់ដើម្បីចូលក្នុងថ្នាលរបស់រដ្ឋាភិបាលដើម្បីចុះបញ្ជីក្រុមហ៊ុននេះដែរដោយមានបង្ហាញនៅក្នុង screen ដើម្បីអាចធ្វើការចុះបញ្ជីតាមថ្នាលរបស់រដ្ឋាភិបាលនេះបានធុរជនត្រូវមាន account Cam DigiKey មួយអញ្ចឹងអាចធ្វើការ download Cam DigiKey app ដើម្បីធ្វើការបង្កើត account ការចុះបញ្ជីនឹងទទួលបានលទ្ធផលក្នុងរយៈពេល8ថ្ងៃធ្វើការនិងក្នុងករណីដែលឯកសារទាំងអស់គឺគ្រប់គ្រាន់ហើយអត់មានការ return ត្រឡប់ឯកសារមកវិញដើម្បីឲ្យកែតម្រូវអញ្ចឹងឧទាហរណ៍ថាឯកសារទាំងអស់គ្រប់គ្រាន់អញ្ចឹងបងប្អូនអាចទទួលបានការអនុម័តក្នុងអំឡុងពេល8ថ្ងៃទាំង4ក្រសួងស្ថាប័ននឹងហើយនៅក្នុងនេះមានជា guideline សេចក្តីណែនាំក្នុងការដំណើរការនៃការចុះបញ្ជីក្រុមហ៊ុនថ្មីនេះអញ្ចឹងអាចធ្វើការ download យកមកមើល